លក្ខខណ្ឌនៃការឃុំខ្លួនបណ្ដោះអាសន្ន 1. ការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ មាត្រា126 ការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើឡើងចំពោះជនដែលត្រូវបានតុលាការសម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ចៅក្រមស៊ើបសួរត្រូវសម្រេចដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យនៅបុគ្គលគ្រប់រូបដែលមានចង្អុលប្រាប់ឈ្មោះនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរនិងនៅបុគ្គលគ្រប់រូបដែលមានតម្រុយពិរុទ្ធភាពច្បាស់លាស់និងស៊ីសង្វាក់គ្នាយ៉ាងខ្លាំងថាបុគ្គលនោះបានចូលរួមប្រព្រឹត្តបទល្មើស ការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានតែចំពោះករណីចោទប្រកាន់ពីបទឧក្រិដ្ឋឬបទមជ្ឈិមដែលច្បាប់កំណត់រន្ទាទោសដាក់ពន្ធនាគារស្មើឬលើសពី1ឆ្នាំ 2. មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន មាត្រា205 ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នត្រូវមានសំអាងហេតុហើយចៅក្រមស៊ើបសួរត្រូវយោងនៅក្នុងដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្ននៅមូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន 1. ដើម្បីបញ្ចប់បទល្មើសឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី 2. ដើម្បីរារាំងកុំឲ្យមានការគៀបសង្កត់លើសាក្សីជនរងគ្រោះឬដើម្បីរារាំងកុំឲ្យមានការត្រូវរយគ្នារវាងជនត្រូវចោទនិងអ្នកសុំគំនិត 3. ដើម្បីរក្សាផ្ដុតតាងឬតម្រុយជាសម្ភារៈ 4. ដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធីដើម្បីការពារសន្តិសុខជនត្រូវចោទ 5. ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ដែលបណ្ដាលមកពីបទល្មើស 3. ការគេចវាយដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតុលាការ មាត្រា230 ចៅក្រមស៊ើបសួរក៏អាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបានប្រសិនបើជនត្រូវចោទគេចវាយដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ មាត្រា223ដល់មាត្រា230 ចៅក្រមស៊ើបសួរត្រូវចាត់នីតិវិធីដោយត្រូវជូនដំណឹងដល់ជនត្រូវចោទដើម្បីទទួលការកត់សម្គាល់របស់ជននេះនិងមធ្យោបាយការពារខ្លួនដែលធ្វើឡើងដោយមេធាវីរបស់ជននេះ មាត្រា205 ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទតាមដីកាដែលមានសំអាងហេតុនិងត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញានិងដល់ជនត្រូវចោទ ការឃុំខ្លួនបណ្ដោះអាសន្នដែលសម្រេចតាមមាត្រានេះមិនអាចឲ្យលើសពី4ខែចំពោះនីតិជននិង2ខែចំពោះអនីតិជន មាត្រា230